របៀបចូលក្នុងគណនីធនាបឋម PLP នៅក្នុងទូរស័ព្ទដៃសម្រាប់វីដេអូមុនខ្ញុំបានបង្ហាញពីរបៀបដំឡើងកម្មវិធីធនាបឋម PLP នេះរួចមកហើយដែលយើងដំឡើងនៅលើទូរស័ព្ទដៃដែលខ្ញុំពុំទាន់បានបង្ហាញពីរបៀបចូលក្នុងគណនីទេគឺវាទាមទារ QR code ដែលយើងត្រូវតែសួរពីលោកគ្រូបន្ទប់ថ្នាក់ឬក៏សម្រាប់ប៉ាម៉ាក់ឬអាណាព្យាបាលទាំងអស់ដែលមានហើយដែលយើងមានក្នុងក្រុម Telegram ជាមួយនឹងគ្រូបន្ទប់ថ្នាក់គ្រាន់តែយក QR code ហ្នឹងមក log ចូលគឺជាការស្រេចហើយវីដេអូនេះគឺខ្ញុំធ្វើសម្រាប់ប៉ាម៉ាក់ឬក៏អាណាព្យាបាលដែលពួកគាត់ពុំទាន់ចេះឬក៏មិនទាន់ចេះពីរបៀបចូលទៅក្នុងកម្មវិធីថ្នាបឋម PLP ឬក៏ test ស្តង់ដារដែលក្រសួងអប់រំបានដាក់ឲ្យមកអញ្ចឹងណាហើយយើងអាចធ្វើតាមបងប្អូនដោយមើលតាមរយៈការណែនាំរបស់ខ្ញុំនៅក្នុងវីដេអូនេះអញ្ចឹងឲ្យខាត់ពេលយើងចូលទៅក្នុងវីដេអូដើម្បីបង្ហាញពីរបៀបចូលទៅក្នុងគណនីថ្នាបឋម PLP ជាមួយនឹងខ្ញុំទាំងអស់គ្នាបាទជាដំបូងប៉ាម៉ាក់ទាំងអស់គ្នាត្រូវមានកម្មវិធី PLP ឬក៏ថ្នាលបឋមហ្នឹងនៅលើទូរស័ព្ទដៃហើយបើសិនជាប៉ាម៉ាក់ឬក៏អាណាព្យាបាលទាំងអស់អត់ទាន់មានទេគឺអាចទៅមើលនៅវីដេអូរបស់ខ្ញុំបាននៅវីដេអូមុនខ្ញុំបានបង្ហាញពីរបៀបដែលយើងដំឡើងកម្មវិធីថ្នាលបឋម PLP ហ្នឹងនៅលើទូរស័ព្ទដៃរួចមកហើយនៅក្នុង Channel YouTube របស់ខ្ញុំហើយខ្ញុំនឹងដាក់បង្ហាញដល់ប៉ាម៉ាក់ទាំងអស់គ្នាក្នុងវីដេអូនេះឬក៏នៅក្នុង Facebook Page របស់ខ្ញុំហើយប៉ាម៉ាក់ទាំងអស់គ្នាអាចចូលទៅ check បានឬក៏មើលនៅវីដេអូមុនបានដើម្បីយើងមកដំឡើងនៅកម្មវិធីថ្នាបឋម PLP នៅលើទូរស័ព្ទដៃជាមុនសិនបន្តមកទៀតយើងនឹងចូលមកក្នុងគណនីឥឡូវកុំឲ្យខាតពេលយើងចូលមកក្នុងគណនីជាមួយខ្ញុំទាំងអស់គ្នាតាមរយៈការបង្ហាញរបស់ខ្ញុំឥឡូវយើងចូលមកកាន់ PLP សិនមកហ្នឹងហើយបន្តមកទៀតប៉ាម៉ាក់អស់នេះឃើញនៅតម្រងបែបនេះយើងចូលមកមួយតាមខ្ញុំមកប៉ាម៉ាក់អស់នេះជ្រើសយកថាអនុវិស័យការអប់រំបឋមសិក្សាអញ្ចឹងបន្តមកចូលមកដល់កន្លែងនេះយកពាក្យថាសិស្សដោយសារយើងចូលក្នុងគណនីបង្កើតសម្រាប់កូនរបស់យើងដែលជាអាណាព្យាបាលអញ្ចឹងណាហើយយើងយកពាក្យថាថ្នាលបឋមថ្មីទៀតហើយចូលមកដល់កន្លែងនេះគឺតម្រូវឲ្យយើងវាឈ្មោះឬក៏លេខសម្ងាត់តែបើសិនជាប៉ាម៉ាត់អស់គ្នាអត់ទាន់មានឈ្មោះឬក៏លេខសម្ងាត់របស់កូនទេប៉ាម៉ាត់អស់គ្នាត្រូវមាននៅ QR code ហើយសំណួរសួរថាតើ QR code នេះយើងបានមកពីណាយើងត្រូវតែសួរនៅគ្រូបន្ទប់ថ្នាក់ឬក៏យើងមានក្រុម Telegram ជាមួយអ្នកគ្រូយើងឆាតសួរគាត់ទៅឥឡូវខ្ញុំចេញពីកម្មវិធី PLP ថ្នាក់បឋមសិនខ្ញុំទៅកាន់ Telegram ដែលសារតែខ្ញុំបានមានក្រុមជាមួយនឹងអ្នកគ្រូបន្ទប់ថ្នាក់របស់កូនខ្ញុំអញ្ចឹងខ្ញុំសូមធ្វើការចូលសិនបន្ទាប់ពីខ្ញុំចូលហើយគឺខ្ញុំទៅស្វែងរកក្រុមរបស់អ្នកគ្រូបន្ទប់ថ្នាក់របស់កូនអញ្ចឹងណានេះឥឡូវខ្ញុំចូលមកកាន់ក្នុងក្រុមហ្នឹងដើម្បីបង្ហាញដល់ប៉ាម៉ាក់ទាំងអស់គ្នាហើយនេះគឺជាក្រុមហើយនេះគឺពួកគាត់បានធ្វើហើយដោយសារតែខ្ញុំបានធ្វើជាវីដេអូចែកម្លែកដាក់ចូលក្នុងក្រុមហ្នឹងទៅពួកគាត់បានធ្វើបានច្រើនហើយឥឡូវខ្ញុំមកស្វែងរកនៅ QR code ដែលអ្នកគ្រូបានទម្លាក់មកនេះឃើញទេគឺជា QR code ដែលអ្នកគ្រូបន្ទប់ថ្នាក់ទី4ណាកូនខ្ញុំគាត់រៀនថ្នាក់ទី4ហើយបន្ទាប់មកប៉ាម៉ាត់អស់គ្នាអស់ទៅក្រោមឬក៏ទៅលើក៏ដោយសំខាន់ឲ្យតែប៉ាម៉ាត់ទាំងអស់គ្នាស្វែងរកឈ្មោះរបស់កូនយើងឃើញឥឡូវខ្ញុំស្វែងរកឃើញហើយនេះគេគឺឈ្មោះរបស់កូនខ្ញុំឈ្មោះថាភិរមចនាពេជ្រមូលិកាយើង zoom វាមកឲ្យធំតិចមកណាបន្តមកទៀតប៉ាម៉ាត់អស់គ្នាធ្វើការ screenshot ឬក៏ថតអេក្រង់ទុកមកណាឥឡូវខ្ញុំថតអេក្រង់ទុកអញ្ចឹងទៅបន្ទាប់ពីយើងថតអេក្រង់ទុកហើយគឺយើងទៅចេញពីកម្ម Telegram នោះសិនបន្ទាប់មកយើងចូលទៅក្នុង photo ដើម្បីយើងទៅកាត់តម្រឹមវាអញ្ចឹងណាឥឡូវខ្ញុំមកសិនបន្តមកទៀតខ្ញុំធ្វើការកាត់តម្រឹមវាឬក៏ crop វាឲ្យប៉ិនតែព័ត៌មានរបស់កូនយើងអញ្ចឹងទៅនេះឥឡូវខ្ញុំធ្វើការកាត់ឲ្យប៉ិនសម្រាប់ព័ត៌មានកូនយើងសិនណាហ្នឹងហើយបន្តមកទៀតគឺខ្ញុំបានកាត់រួចហើយយកតែប៉ុណ្្នឹងទេហើយខ្ញុំយកពាក្យថាដានដើម្បីបានប៉ុណ្ណឹងបន្តមកទៀតយើងចេញសិនមកហើយយើងទៅកាន់ PLP ថ្នាបឋមដដែលដើម្បីដែលយើងបញ្ចូលនៅQR សម្រាប់ព័ត៌មានកូនរបស់យើងចូលក្នុងគណនីឥឡូវយើងចូលមកកាន់ដដែលមកសារយើងចេញមិញវាលោតចេញទៅវិញយើងយកពាក្យថាអនុវិស័យការអប់រំបឋមសិក្សាមួយមើលតាមខ្ញុំអត់តន់ទេអាចសារថយក្រោយបានហើយយើងយកពាក្យថាសិស្សបន្តមកទៀតប៉ាម៉ាត់អស់នេះយកពាក្យថាថ្នាបឋមថ្មីហើយយើងចូលមកដល់កន្លែងនេះគឺប៉ាម៉ាត់អស់គ្នាមាន QR code មិញហើយប៉ាម៉ាត់អស់នេះគ្រាន់តែយកពាក្យថា scan QR អញ្ចឹងចូលមកដល់កន្លែងនេះប៉ាម៉ាត់អស់នេះយកពាក្យថា allow ហ្នឹងហើយចុចប៉ុណ្ណឹងទៅហើយវា load scan QR អញ្ចឹងនេះដោយសារវាខ្មៅអញ្ចឹងនេះខ្ញុំលើកមកវាចេញហើយអញ្ចឹងប៉ាម៉ាត់ទាំងអស់គ្នាយកពាក្យថាជ្រើសរើស QR តមកប៉ាម៉ាត់ទាំងអស់គ្នាចូលទៅកន្លែង photo បើសិនជាប្រព័ន្ធប្រតិបត្តិការ Android វា load ពាក្យថា gallery តែដល់ពេលក្នុង iPhone load ពាក្យថា photo library អញ្ចឹងទៅយើងយក select យក QR code របស់កូនយើងមកបន្តមកទៀតប៉ាម៉ាត់អស់គ្នាចូលពាក្យថា done
យើងធ្វើការរងចាំមួយផ្លែគឺវានឹងលោតចូលមកក្នុងគណនីរបស់កូនយើងហើយនេះនៅក្នុងនេះមានថ្នាក់ទី1ទី2ទី3ទី4ទី5ទី6អញ្ចឹងទៅណាហើយឥឡូវយើងចូលនៅក្នុងកន្លែងនេះដោយសារតែមានរូបរបស់កូនខ្ញុំដោយសារតែខ្ញុំបានចូលរួចហើយខ្ញុំបានដាក់ជារូបរួចហើយបើសម្រាប់ប៉ាម៉ាក់ទាំងអស់គ្នាទៅតែចូលមកក្នុងគណនីថ្មីតាមរយៈ QR code គឺអត់មានទេប៉ាម៉ាក់ទាំងអស់គ្នាអាចចូលមកក្នុងគណនីខ្ញុំនេះកន្លែងខ្ញុំបង្ហាញនេះបន្តមកទៀតប៉ាម៉ាក់ទាំងអស់គ្នា select យករូបថតកន្លែងរូបថតហ្នឹងមកហើយយកពាក្យថាជ្រើសរើសអញ្ចឹងទៅគឺវា load ទៅកាន់កន្លែងយើងជ្រើសរូបថតហើយនេះណាតែខ្ញុំមិនបានបង្ហាញទៀតទេដោយសារតែមុនហ្នឹងបានបង្ហាញរួចហើយបន្តមកគឺយើងជ្រើសរើសកូនរបស់យើងមួយមកតាមរយៈឈ្មោះរបស់យើងហ្នឹងទៅគឺជាការស្រេចហើយគឺព័ត៌មានទាំងអស់គឺអ្នកគ្រូគាត់បានបញ្ចូលមកហើយនេះគឺជាព័ត៌មានរបស់កូនយើងហើយនេះគាត់ជាការឧទាហរណ៍ណានេះព័ត៌មានរបស់កូនខ្ញុំអញ្ចឹងអរគុណច្រើនការដែលខ្ញុំចែកម្លែកគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាមានការអាប់ដេតឬក៏មានអ្វីថ្មីទៀតខ្ញុំនឹងធ្វើជាវីដេអូចែកម្លែកដល់ប៉ាម៉ាក់ទាំងអស់គ្នានៅពេលក្រោយទៀតអរគុណច្រើនសម្រាប់ការតាមដានទស្សនាកុំភ្លេច share វីដេអូនេះម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ